ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះនាំអារម្មណ៍បងប្អូនអរគ្នាមករំលឹកអតីតកាលណាកាលពីជាង10ឆ្នាំមុនបងប្អូនណាខ្ញុំមកធ្វើខ្លែងបាទធ្វើខ្លែងដោយដៃបាទរំលឹកអតីតកាលកាលនៅក្មេងៗជួយចិត្តធ្វើលេងណាបងប្អូនអើយមួយថ្ងៃធ្វើខ្លែង 4-5 មកទុកដើម្បីបរហោះលេងអញ្ចឹងណាឥឡូវមករំលឹកអតីតកាលព្រោះឥឡូវនេះជំនាន់នេះក្មេងៗឥឡូវខ្លែងគេមានលក់ស្រាប់ហើយឆ្អឹងខ្លែងឆ្អឹងអីគេមានលក់ស្រាប់អញ្ចឹងការធ្វើដោយដៃគឺមិនសូវជាមានទេបើតាមស្រុកតាមភូមិឆ្ងាយប្រហែលជានៅមានអញ្ចឹងណាហើយខ្ញុំនៅស្រុកខ្ញុំឥឡូវហ្នឹងខ្លែងគេលក់ពេញផ្លូវហើយឆ្អឹងខ្លែងឆ្អឹងអីគេលក់អស់ហើយគេលែងធ្វើដោយដៃអស់ហើយអញ្ចឹងខ្ញុំមកធ្វើដោយដៃដើម្បីបរហោះលេងជាមួយក្មេងៗនៅក្នុងភូមិបងប្អូនក្មេងៗក្នុងភូមិមកតសាចប៉ុណ្ណឹងគ្នាធ្វើហើយប្រកួតគ្នាចង់ដឹងថាធ្វើម្នាក់មួយរវាងក្មេងនៅក្នុងភូមិខ្ញុំហើយនឹងខ្ញុំហ្នឹងក៏ក្មេងនៅក្នុងភូមិខ្ញុំនឹងដែរប៉ុន្តែគាត់តែចំនួនខុសគ្នាអញ្ចឹងណាអញ្ចឹងយើងសាក់ពីទឹកដៃចំនួនមុនជាមួយនឹងចំនួនឥឡូវក្មេងចំនួនមុនហើយនឹងក្មេងចំនួនឥឡូវបាទរួចហើយបងប្អូនណាអញ្ចឹងខ្ញុំអត់ដឹងទៅហោះអត់ទេព្រោះខ្ញុំខានធ្វើជាង10ឆ្នាំហើយតាំងពីខ្ញុំទៅនៅរតនគិរីនិយាយទៅជាង10ឆ្នាំហើយចូល7-10ឆ្នាំហើយខ្លែងនេះខានធ្វើលេងអញ្ចឹងថ្ងៃនេះខ្ញុំសាក់ធ្វើដោយដៃម្ដងទៀតចង់ដឹងថាវានៅហោះអត់ព្រោះសម័យឥឡូវក្មេងៗនៅភូមិខ្ញុំអីវាអាចទិញឆ្អឹងទិញអីគេមានលក់ឆ្អឹងនេះគេលេងធ្វើដៃអស់ហើយតែខ្ញុំនៅធ្វើដៃចង់ដឹងវានៅហោះអត់អញ្ចឹងចាំមើលពេលហោះទាំងអស់នេះចោលខាងនេះអីយ៉ាហោះមិនអានេះទឹកដៃឲ្យគេនេះដោយមកទឹកដៃគេអូដៃថតថ្លៃអូដៃពីណាយកអត់ថ្លៃnữaគេថាហើយចឹងបានន័យថាខ្ញុំនៅទឹកដៃដដែលទេណាបងប្អូនណាមើលទៅវាខ្លែងនេះគឺធ្វើតែដៃគាត់មើលខ្លែងធ្វើតែដៃមិញបាទអត់មានទិញទេអត់មានអស់រៀងទេបាទ